ពេលខ្លះការឈឺចាប់មិនអាចនិយាយជាពាក្យបានទេពេលខ្លះជីវិតធ្វើឲ្យយើងហត់នឿយដល់ថ្នាក់មិនដឹងថានិយាយអ្វីទៀតមនុស្សខ្លះមើលមកយើងហើយគិតថាយើងរឹងមាំប៉ុន្តែគ្មាននរណាដឹងទេថាក្នុងចិត្តយើងកំពុងតែបែកបាក់យ៉ាងណាយើងញញឹមមិនមែនព្រោះតែយើងសប្បាយទេប៉ុន្តែព្រោះយើងមិនចង់ឲ្យនរណាម្នាក់ឃើញទឹកភ្នែកយើងនិយាយថាមិនអីទេមិនមែនព្រោះថាវាមិនឈឺទេប៉ុន្តែព្រោះយើងអស់កម្លាំងក្នុងការពន្យល់ការជឿចាប់ខ្លះមិនមានសម្លេងវាស្ងប់ប៉ុន្តែវាធ្ងន់ខ្លាំងណាស់វានៅក្នុងបេះដូងនៅក្នុងការគិតរៀងរាល់យប់នៅក្នុងភាពស្ងប់ស្ងាត់ពេលដែលគ្មាននរណាម្នាក់នៅជិតពេលខ្លះយើងសោកស្ដាយមិនមែនព្រោះតែការបាត់បង់នរណាម្នាក់នោះទេប៉ុន្តែព្រោះបាត់បង់ខ្លួនឯងបាត់បង់សុបិនដែលធ្លាប់មានបាត់បង់ការជឿជាក់លើមនុស្សបាត់បង់ភាពសាមញ្ញដែលធ្លាប់ធ្វើឲ្យយើងសប្បាយចិត្តមានពេលខ្លះដែលទឹកភ្នែកហូរដោយគ្មានសម្លេងគ្មាននរណាដឹងគ្មាននរណាសួរហើយព្រឹកឡើងវិញយើងត្រូវតែបន្តរស់ដូចជាមិនមានអ្វីកើតឡើងវាពិបាកណាស់ក្នុងការរស់នៅខណៈពេលបេះដូងនៅតែឈឺយើងព្យាយាមភ្លេចប៉ុន្តែអ្វីដែលយើងធ្លាប់មានន័យមិនងាយបាត់ទៅទេអនុស្សាវរីយ៍ខ្លះមិនមែនមកដើម្បីធ្វើឲ្យយើងញញឹមទៀតទេប៉ុន្តែមកដើម្បីរំលឹកថាយើងធ្លាប់ឈឺចាប់ប៉ុណ្ណាប៉ុន្តែសូមអនុញ្ញាតឲ្យខ្លួនឯងយំសូមអនុញ្ញាតឲ្យខ្លួនឯងសោកស្ដាយព្រោះការយំមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេតែវាជាសញ្ញាថាអ្នកបានព្យាយាមរហូតដល់ចុងក្រោយថ្ងៃណាមួយការជឿចាប់នេះនឹងមិនធ្ងន់ធ្ងរដូចនៅថ្ងៃនេះទេអ្នកអាចមិនភ្លេចទេប៉ុន្តែអ្នកនឹងរៀនរស់ជាមួយវាហើយនៅថ្ងៃនោះអ្នកនឹងដឹងថាទោះជាបេះដូងអ្នកធ្លាប់បាក់បែកក៏វានៅតែអាចបន្តលោតបានបើថ្ងៃនេះអ្នកកំពុងជឿចាប់សូមដឹងថាអ្នកមិននៅឯកាឡើយមានមនុស្សជាច្រើនដែលកំពុងនឹងព្យាយាមរស់ដោយបេះដូងឈឺដូចអ្នកដែរសូមរស់នៅបន្តទោះជាវាលំបាកក៏ដោយព្រោះការរស់នៅរបស់អ្នកមានតម្លៃជាងការឈឺចាប់ណាមួយទៅទៀតអ្នកមិនមែនយឺតទេអ្នកគ្រាន់តែកំពុងតែដើរតាមផ្លូវរបស់ខ្លួនមានពេលខ្លះក្នុងជីវិតអ្នកអាចមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងអ្នកដទៃអ្នកមើលនៅជុំវិញខ្លួនហើយឃើញមនុស្សមួយចំនួនសម្រេចបានរឿងធំធំខណៈពេលដែលអ្នកនៅតែកំពុងតែព្យាយាមរស់វាអាចធ្វើឲ្យបេះដូងអ្នកធ្ងន់និងចិត្តរបស់អ្នកសួរខ្លួនឯងថាតើខ្ញុំធ្វើអ្វីខុសប៉ុន្តែសូមចងចាំថាជីវិតមិនមានម៉ោងតែមួយសម្រាប់មនុស្សគ្រប់គ្នាទេផ្កាមិនរីកនៅពេលតែមួយទាំងអស់ទេមនុស្សម្នាក់ៗមានពេលវេលានិងដំណើររបស់ខ្លួនការដើរយឺតមិនមែនមានន័យថាអ្នកនឹងមិនទៅដល់នោះទេពេលខ្លះអ្នកត្រូវឆ្លងកាត់ភាពស្ងប់ស្ងាត់ដើម្បីរៀនស្គាល់ខ្លួនឯងត្រូវឆ្លងកាត់ការបរាជ័យដើម្បីរៀនកុំឲ្យភ័យខ្លាចត្រូវឆ្លងកាត់ការឈឺចាប់ដើម្បីដឹងថាអ្នកខ្លាំងប៉ុណ្ណារឿងទាំងនេះមិនបានមកដើម្បីបំផ្លាញអ្នកទេប៉ុន្តែមកដើម្បីបង្កើតអ្នកឡើងវិញកុំឲ្យការប្រៀបធៀបធ្វើឲ្យអ្នកភ្លេចតម្លៃរបស់ខ្លួនឯងអ្វីដែលអ្នកឃើញពីអ្នកដទៃគ្រាន់តែជាផ្នែកខាងក្រៅប៉ុន្តែអ្នកមិនដឹងពីការតស៊ូដែលពួកគេបានឆ្លងកាត់ឡើយដោយគ្នានេះដែរមនុស្សដទៃក៏មិនដឹងពីសង្គ្រាមក្នុងចិត្តរបស់អ្នកដែរសូមកុំបោះបង់ព្រោះថ្ងៃដែលអ្នកគិតថាគ្មានអ្វីផ្លាស់ប្ដូរគឺជាថ្ងៃដែលអ្នកកំពុងតែត្រូវបានបណ្ដុះបណ្ដាលក្រពូជមិនលូតលាស់ភ្លាមៗទេប៉ុន្តែវាកំពុងតែរីកដុះដាលនៅក្រោមដីទោះអ្នកមិនឃើញវាក៏ដោយក៏វានៅតែកំពុងតែធ្វើការរបស់វាជីវិតរបស់អ្នកមិនចាំបាច់ល្អឥតខ្ចោះដើម្បីមានតម្លៃឡើយអ្នកមិនចាំបាច់ឈ្នះគ្រប់ពេលដើម្បីមានន័យនោះទេអ្នកគ្រាន់តែត្រូវបន្តដើរបន្តជឿនិងបន្តមិនបោះបង់ខ្លួនឯងថ្ងៃណាមួយអ្នកនឹងមើលត្រឡប់មកវិញហើយយល់ថារាល់ថ្ងៃដែលអ្នកគិតថាវាពិបាកបំផុតគឺជាថ្ងៃដែលធ្វើឲ្យអ្នកខ្លាចជាមនុស្សរឹងមាំបំផុតហើយនៅថ្ងៃនោះ
Nè nâng o cún luôn ai Đai mình bàn chụp đà Nếu bế đã vía hạ đôi chí mình miền phở từng mục Sốm chưa thà Nhạc mình chưa tế Nè còn tay cầm bóng tới đào từ tàm phở đã bọt luôn Hỏi phở ní Nâng nôm nét tới gần lái để nè cụ từ